បាទសូមជម្រាបសួរបងប្អូនដែលនិយមចូលចិត្តលេងបក្សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាមនដែលខ្ញុំថតចែកជូនបងប្អូនមើលលេងនេះគឺមនដែលយើងយកមកដល់យូរថ្ងៃដែរហើយប៉ុន្តែឥឡូវវាដាក់ចិត្តហ៊ានបដាហើយរោងវាក៏ដុះបាន 80% មននេះឃើញផ្នែកវែងមែនប៉ុន្តែវាខ្ចីទេបងប្អូនវាអត់ទៅតែពេញរោមទេប៉ុន្តែគ្រាន់តែខ្នែវាដុះរាងលឿនបន្តិចអញ្ចឹងពេលពេញរោមមែនទៅយើងនឹងកាត់ណង់វានឹងស្រែកតុយថែមបន្តិចមិនដឹងថាផែនវាទៅជាយ៉ាងណាទេសូម្បីតែសេវាក៏ធំដែរសេផ្កាអញ្ចឹងឃើញធំចំពោះគីឡូវាវិញគឺ25មកនេះប្រហែលជារយៈពេលមួយខែទៅមួយខែកន្លះទៀតយើងអាចថែជលបានហើយឥឡូវដាក់ចិត្តហ៊ានតិចហើយចំណែកឯកម្មនេះឥឡូវឡើងគីឡូខ្លាំងឡើងដល់26ហើយពីមុនគីឡូ24ឡើងដល់26អញ្ចឹងស្អែកខ្ញុំចាប់ដើមសើយកវិញហើយព្រោះស្អែកខ្ញុំធ្វើការវេនយប់អញ្ចឹងមានពេលថែជលយើងសៃវាស្រក់គីឡូវិញសល់25ឬក៏24អាចជលវិញបានអាងកម្មនេះខ្នែក៏វែងដែរតែខ្ញុំអត់ទាន់កាត់ទេអាងកម្មនេះស្អាតផែនវាខ្នែនឹងវែងមែនតែផែនវាស្អាតសេតុបអញ្ចឹងបងប្អូនដែលស្រឡាញ់សេតុបអាចមើលវីដេអូនេះបានអាចមើលមកនេះបានមករយៈពេលនេះបងប្អូនហើយមេឃស្ទុំភ្លៀងមនអត់បានហាលថ្ងៃស៊ីតែចំណៃឥឡូវឡើងគីឡូលឿនប៉ុន្តែសាច់វានៅតំណែងត្រែបងប្អូនធ្វើត្បិតវាឡើងគីឡូបន្តិចតែសាច់វាឲ្យយើងចូលដៃនៅណែនល្អដដែលទេអត់មានទន់ជ្រាយទេហើយអាមួយធំនេះអាមេមបើនេះដែលខ្ញុំថតវីដេអូមុនថាដូររោមបាន 90% ឥឡូវវាបាន 98% ហើយក្រុងវាគីឡូវាថេ31ដដែលប៉ុន្តែចាប់ពីស្អែកទៅខ្ញុំសៃវាដាក់ថ្នាំវាដើម្បីត្រៀមជលទាំងអស់ 3-4 មាន់ហ្នឹងកាលវីដេអូមុនខ្ញុំផុសម្សាយថាបាន 90% នៃការដុះរោមរបស់វាប៉ុន្តែឥឡូវវាបានច្រើនហើយរោមខ្នងវានៅសល់ជា 2-3 សរសៃទៀតនោះប៉ុន្តែมันជាបញ្ហាទេយើងអាចថែវាជលបានហើយបងប្អូនដែលបានទស្សនាវីដេអូនេះសូមមេត្តាជួយចុចពាក្យជាឬក៏ Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀត